សម័យកាលយូរលង់ណាស់មកហើយមានសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិស្ដុកស្ដំរបស់មានតម្លៃជាច្រើនរស់នៅសោយសុខជាមួយប្រពន្ធយ៉ាងមានសុភមង្គលនិងមើលការខុសត្រូវបើបម្រើជាច្រើនអ្នកនាងជុតិមាមានក្តីសុខនឹងស្វាមីដែលស្មោះត្រង់ថ្នាក់ថ្នមនាងមិនឲ្យសៅមងចិត្តបន្តិចសោះឡើយថ្ងៃជាខែកើនជាឆ្នាំលោកសេដ្ឋីអំណរនឹងនាងជុតិមាមិនបានមានកូនសូម្បីតែមួយលោកសេដ្ឋីក៏កើតចិត្តអាម៉ាស់អស់នាម៉ឺនមន្ត្រីដែលតែងតែមកជជែកជាមួយគាត់ពេលឆ្លងកាត់ម្ដងនៅកន្លែងការងារក៏មានមនុស្សសើចចំអករហូតគ្មានលួសថ្ងៃសោះឡើយដូចជាថ្ងៃនេះលោកម៉ឺនខៅជាសម្លាញ់នឹងលោកសេដ្ឋីអំណរបានមកដល់ផ្ទះសេដ្ឋីដើម្បីជជែកគ្នាលេងរហូតនិយាយហូរហែជាបន្តបន្ទាប់ធ្លាយដល់សាច់រឿងទាយាទកូនចៅលបងតើនៅពេលណាទើបលបងមានក្មេងតូចរត់លេងនឹងគេខ្លះទៅនេះច្រើនឆ្នាំមកហើយដែរណាយកឆាប់ទៅងាយស្រួលនឹងយើងភ្ជាប់សាច់ភ្ជាប់ឈាមគ្នាផងលោកប្អូនអើយខ្ញុំនេះណាចង់បានស្ទើរតែដាច់ខ្យល់ទៅហើយប្រឹងក៏ប្រឹងអស់ហើយដែរតាំងពីអាយុ20ប្លាយឥឡូវនេះ60ជាងទៅហើយណាប្អូនខៅអើយនៅតែមិនទាន់មានណាហើយជាតិនេះមិនដឹងថាអាចមានកូននឹងគេម្នាក់ឬអត់ទេលោកប្អូនខៅអើយអូនជុតិមាក៏គ្នាពិបាកចិត្តស្ទើររាល់ថ្ងៃដែរលោកសេដ្ឋីនិងលោកម៉ឺនខៅនាំគ្នាវែកញែកជជែកគ្នាពីរឿងកូនរហូតលោកជំទាវជុតិមាបានដើរឆ្លងកាត់បំរុងទៅរាក់ទាក់បានស្ដាប់ឮដោយចៃដន្យនឹកអាណិតប្តីមិនសមមកត្រូវគេសើចចំអកហើយខ្លួនអសមត្ថភាពខុសស្រីដតីបែបនេះសោះពុទ្ធោលោកប្តីអូនមិនល្អអូនមិនមានសមត្ថភាពសំបីតែកូនមួយក៏មិនអាចផ្ដល់ឲ្យបងបានលោកជំទាវជុតិមាឈរសំងំខ្សឹកខ្សួលរហូតម្នាក់ឯងអស់ពេលយ៉ាងយូររហូតនឹកគិតមានគំនិតថ្មីចេញមកភ្លាមដែរឬគេនិយាយពីទន្លេខៀវដែលមានអ្នកជឿលើទន្លេនោះថាមានស្ដេចនាគមានបុណ្យចាំថែរក្សាម្ចាស់ទន្លេប៉ិតហើយម្ចាស់ទន្លេអ្នកណាក៏ល្បីថាទន្លេខៀវមានម្ចាស់កាន់កាប់ជាស្ដេចនាគមានឫទ្ធិអំណាចអ្នកបួងសួងតែងតែសំប្រកបតែបើខ្ញុំអាចបន់ស្រន់សុំកូនស្រីម្នាក់បានទេណោះស្ដាប់ទៅវាដូចជាអស់សំណើចណាស់មើលទៅគ្មានសង្ឃឹមសោះពិតណាស់ទន្លេខៀវនរណាក៏ដឹងថាមានស្ដេចនាគធំមួយរាល់ល្ងាចថ្ងៃសិលតែងតែឃើញមកហែលប្រឡែងទឹកលេងពេញមួយទន្លេរហូតអ្នកណាក៏មិនហ៊ានចុះនេសាទសោះឡើយទោះបីជាមានត្រីច្រើនយ៉ាងណាក៏ដោយយប់ងងឹតចូលមកដល់លោកសេដ្ឋីដេកពុំលក់នឹកគិតរឿងដែលនិយាយគ្នានឹងម៉ឺនខៅកាលពីរសៀលរឿងកូនស្នងទាយាទណារឿងប្រពន្ធមិនអាចមានកូនទៀតគិតយ៉ាងណាទៅខ្ញុំមានទ្រព្យសម្បត្តិមានដីផ្ទះស្ដុកស្ដំតែបែរជាគ្មានកូនមកគ្រាប់ចាស់ទៅបានអ្នកណាមកកាន់ឆ្អឹងទៅខ្ញុំអើយលោកបងកុំកាត់ទុកថ្វីណានៅព្រឹកស្អែកនេះខ្ញុំនឹងសាកទៅមាត់ទន្លេខៀវដើម្បីបួងសួងបានម្ដងតាំងពីអ្នកស្រុកអ្នកភូមិបួងសួងបន់ស្រន់បានគ្រប់គ្នាគ្រាន់តែបំណងខុសគ្នាពិតមែនហើយអ្នកអូនហើយតើអាចមានសង្ឃឹមទេអូនមិនជ្រាបទេលោកបងតែប្អូននេះនឹងសាកល្បងប្រសិនបើអំណាចនៃកុសលផលទានខ្ញុំនឹងលបងមានសូមឲ្យស្ដេចទន្លេផ្ដល់ទាជាតិមួយរបស់ទ្រង់មកកាន់យើងផងចុះលោកសេដ្ឋីអោបប្រពន្ធដោយក្តីអាណិតស្រឡាញ់និងមានក្តីករុណាលើជុតិមាដោយសារនាងក៏មានអារម្មណ៍សោកសៅដែលគ្មានកូនមកពីនាងមានសុខភាពមិនបរិបូរណ៍ផងឈឺញឹកញាប់ប៉ុន្តែនាងស្រឡាញ់ស្មោះត្រង់ប្តី
មិនដែលរំលងឬក្បត់ប្រពៃណីនាងជាស្ត្រីគ្រប់លក្ខអ្នកណាក៏ដឹងថានាងជានារីល្អប្រពៃព្រឹកស្អែកមកដល់នាងជតិមានិងបាវបំរើនាំគ្នារៀបចំគ្រឿងសក្ការៈបូជាថ្វាយមានចេកទៀនធូបផ្កាភ្ញីនិងផ្លែឈើមាន់ជ្រូកយកទៅធ្វើពិធីនៅឯមាត់ទន្លេខៀវលោកតាអាចារ្យបានអុជធូបរៀបរាប់បើកកម្មវិធីភ្លាមនោះស្រាប់តែផ្ទៃមេឃប្រែជាងងឹតរកកលចង់ភ្លៀងផ្គរលាន់រន្ទឺពេញព្រឹក្សាខ្យល់បក់យ៉ាងខ្លាំងលោកស្រីប្រយ័ត្នផងខ្យល់ខ្លាំងណាស់ហើយលោកស្រីប្រយ័ត្នផងប្រហែលជានេះជារដ្ឋអំណាចនៃស្ដេចទន្លេផងក៏មិនដឹងពួកនាងកំភៃពេករំពេចនោះស្រាប់តែមានពន្លឺភ្លឺពណ៌ខៀវចាំងនៅក្បែរច្រាំងទន្លេហើយនាងជតិមាបានឃើញក៏ប្រញាប់ដើរទៅក្បែរច្រាំងទន្លេធ្វើឲ្យបាវបំរើព្រួយបារម្ភលោកស្រីចង់ទៅណាកុំទៅអីលោកស្រីតែនាងមិនបានតបតក៏បោះជំហានបន្តរហូតដល់មាត់ទន្លេពន្លឺអ្វីទៅនាងស្រវាដៃចាប់យករបស់ដែលមានពន្លឺទើបដឹងថាវាជាវត្ថុមួយដែលមានពន្លឺភ្លឺខ្លាំងនាងមិនគិតយូរយកមកពាក់នៅម្រាមដៃនាងរបស់នាងភ្លាមនោះស្រាប់តែពពកងងឹតខ្មួលខ្មាញ់ផ្គរលាន់យ៉ាងសម្បើមខុសធម្មតាទើបបាវបំរើទាំងអស់នាំគ្នារត់បាត់រៀងខ្លួនលើកលែងតែនាងជតិមានឹកគិតថារិទ្ធរបស់ម្ចាស់ទន្លេនាងក៏លើកដៃបួងសួងឡើងដើម្បីសុំក្តីមេត្តាករុណាម្ចាស់ទន្លេដ៏មានអំណាចរត់ខ្ពង់ខ្ពស់ប្រសិនបើនាងខ្ញុំពិតជាមានបុណ្យកុសលមែនសូមឲ្យព្រះទម្រង់មួយនេះជាលាភជ័យដល់នាងខ្ញុំនិងគ្រួសារខ្ញុំផងតិចចុះនាងលើកដៃបួងសួងរួចស្រាប់តែស្ងប់ខ្យល់ពុំមានមេឃងងឹតទៀតនោះទេទើបធ្វើឲ្យអ្នកភូមិនិងបាវបំរើលើកនិយាយតគ្នាពីរឿងនេះផ្អើលដល់ក្រុមមេចោដ៏កំណាចលបងល្បីថានាងជតិមាប្រពន្ធលោកសេដ្ឋីនោះមានរបស់មានតម្លៃហើយមានឫទ្ធិអំណាចទៀតលបងគិតយ៉ាងណាដែរយើងគិតថាចាំស្ងប់បន្តិចសិនណាពេលនេះពួកវាកំពុងតែតឹងរឹងនិងប្រយ័ត្នខ្លាំងណាស់ចាំពួកវាភ្លេចខ្លួនសិនទៅមើលឲ្យលបងចាំពួកវាភ្លេចខ្លួនយើងនាំគ្នាចូលទៅប្លន់យករបស់ទាំងអស់នោះតែម្ដងទៅច្រើនឆ្នាំក្រោយមកនាងជតិមាទទួលបានកូនស្រីម្នាក់មានមុខមាត់ស្អាតខ្លាំងណាស់នាងមានឈ្មោះថាមុនីនាគដែលជាឈ្មោះជាប់ខ្សែនឹងព្រះទម្រង់របស់ស្ដេចនាគផ្ដល់ឲ្យហើយក្រោយសម្រាលបានកូនស្រីមួយនេះគ្រួសារលោកសេដ្ឋីនិងអ្នកភូមិផងមានសេចក្តីសុខសប្បាយជាខ្លាំងមិនខ្វះខាតឬមានគ្រោះទឹកជំនន់អ្វីឡើយហើយនាងជតិមាតែងតែសែនដង្វាយរៀងរាល់យប់ថ្ងៃពេញបរមីទៅកាន់ស្ដេចទន្លេខៀវគ្មានលួសថ្ងៃធ្វើបែបនេះជាប្រចាំតែម្ដងថ្ងៃមួយផ្ទះលោកសេដ្ឋីមានភ្ញៀវមកលេងគ្មានអ្នកណាក្រៅពីក្រុមលោកមឿននៅកន្លែងរាជការដែលដឹងដំណឹងថាលោកមានកូនស្រីពីស្ដេចនាគល្បីសុសសាយធ្វើឲ្យម្នាក់មិនជឿចង់មកឮផ្ទាល់ឃើញនឹងភ្នែកពីលោកសេដ្ឋីអំណរផងលោកបងអើយនៅផ្ទះទីនឹងពួកឯងនៅណាស្រែកអីនៅខាងក្រៅផ្ទះនឹងភ្ញាក់កូនស្រីយើងឥឡូវហើយទៅមើលលោកសេដ្ឋីបានដេញបាវបំរើឲ្យទៅមើលក្រោយដឹងថាជាមិត្តរបស់លោកហើយនាយចော့ជាបាវបំរើប្រញាប់រត់មកប្រាប់លោកសេដ្ឋីភ្លាមលោកម្ចាស់គឺលោកមឿនខៅមករកលោកម្ចាស់ទៀនប្រុសអូប្អូនខៅទីអីមិនអីទេចាំយើងទៅរាក់តាក់ឯងប្រញាប់មកមើលកូនមនីទៅបាទទៀនប្រុសក្រោយនិយាយពិភាក្សាគ្នាអស់ពីរឿងមួយចូលរឿងមួយក៏ធ្លាយដល់រឿងកូនចៅជាពិសេសដល់រឿងកូនស្រីរបស់លោកសេដ្ឋីផងដែរមើលលបងខ្ញុំឮថាលបងពិតជាមានកូនមែនទេហើយតើលបងធ្វើម៉េចបានជាបានកូនស្រីមកបែបនេះខ្ញុំចង់បានស្រីមិនបានសោះប្រឹងចង់ស្លាប់ទៅហើយមើលលោកប្អូនខៅនិយាយចុះខ្ញុំមិនណាតែដឹងថាស្រីឬប្រុសនោះលោកប្អូនតែសម្រាប់ខ្ញុំណាស្រីឬប្រុស
ខ្ញុំមិនប្រកាន់នោះទេ